ការរៀបចំនេះដោយសារលោកទាវអាបាលខេត្តបាទគាត់ឲ្យយើងរៀបចំជាទីតាំងមួយតែម្ដងយើងអត់យកទៅចែកគាត់ឬក៏ឲ្យគាត់យកទៅចម្អិនខ្លួនឯងទេហើយអញ្ចឹងយើងយកស្បៀងយកអីដែលសប្បុរសជនជួយមកដូចជាមានសាច់មានអីយើងយកមកដាក់ឲ្យគាត់ដើម្បីឲ្យគាត់ចម្អិនហើយអ្នកដែលចម្អិនហ្នឹងគឺបងប្អូនជាពលរដ្ឋដែលគាត់ផ្សឹកមកហ្នឹងគាត់ជួយគ្នាបាទអញ្ចឹងយើងឃើញថាគាត់ចូលរួមបានល្អហើយសាមគ្គីបានល្អបាទឥឡូវយើងអត់ទាន់បានទទួលព័ត៌មានហ្នឹងទេបាទក៏ប៉ុន្តែយើងឃើញថាមានកូនង៉ែតមាន2ខែ3ខែអីចឹងគាត់មកហ្នឹងដែរបាទគឺនៅខាងមណ្ឌលនៅខាងវិទ្យាល័យក៏មានដែរហើយនៅទីនេះក៏មានដែរអញ្ចឹងយើងមិញដោយសារមានការណែនាំពីលោកទាវអាបាលលោកឲ្យយកគាត់មកផ្ដុំគ្នាដើម្បីឲ្យងាយស្រួលក្នុងគ្រូពេទ្យគាត់មើលបាទជាធម្មតាទេពេលដែលមានបញ្ហាដំបូងហ្នឹងគឺប្រជាពលរដ្ឋដែលគាត់ជំនះមកនេះគឺគាត់មានការភ័យខ្លាចដែរនៅនេះបើតាមយើងមើលទៅហើយបងប្អូនយើងក្រុមការងារយើងក៏បានដើរសួរដើរជួបមួយគាត់ដែរគាត់ថាគាត់មកដល់នេះហើយគាត់មិនមានអីព្រួយបារម្ភទេតែគាត់នៅតែទទូចសុំឲ្យជាពិសេសគឺសប្បុរសជនមកជួយក្នុងការគ្រប់គ្រងជាស្បៀងអីចឹងបាទពីម៉ោង2ម្លងអាទៀតម៉ោង2 17នាទីបងបានខ្ញុំចេញមកខាងនោះមកអញ្ចឹងបានអាខា2 3ក្លេហ្នឹងដល់តនោះបើភ័យពេកប្រោះក្លោពេលកូនទូច្រើនហើយជាភ័យបានដល់តអាពីប្រលប់នៅយើងធម្មតាដល់ពេលយើងសម្រានទៅដល់ពេលយប់ឡើងម៉ោង1ជាងលឺក្របលឺវនេះចាប់ដើមមកហៅវាចេញមកប្រើមកវាចាប់ខ្លះចាប់ញុកចាប់យកបានយកក្នុងប្រម៉ូក្មេងៗបានចេញមកជាពិសេសកូនតូចច្រើនមកច្រើនតែហ្មងជ្រៀតផ្ទះគ្រប់កន្លែងអស់ផ្ទះខាងយើងគាត់ជួយគ្រប់គ្រាន់តែឆ្លោឲ្យបានហូបគ្រប់គ្រាន់មកដំបងគាត់ឲ្យអង្គឲ្យអីចែកអង្គចែកអីដើម្បីហូបសិនគាត់ឲ្យជាម្ហូបអាហារអង្គរហូតដល់មានការចម្អិនអាហារយើងគ្រប់គ្រាន់ខ្លួនឯងទៀតហើយនឹងធ្វើបន្ថែមដែលគាត់ជួយធ្វើយើងខ្លាចយើងខ្វះខាតពេលដែលយើងឃ្លានអញ្ចឹងណាក៏មានម្ហូបខាងគាត់ស្រាប់ហើយនឹងយើងធ្វើបន្ថែមតិចតួចទៀតទៅរបស់ដែលគាត់ឲ្យមានជាដូចជាមីត្រីខណាការភៀសឹកនៅអារម្មណ៍ខ្ញុំគឺនឹកផ្ទះនឹកសុបាយយើងដែលយើងឃ្លាតឆ្ងាយអញ្ចឹងហើយរដ្ឋាភិបាលក៏គាត់បន្ទុកយើងចោលគាត់នៅតែមើលយើងរហូតហ្នឹងចាជំនួយបានគាត់ហូបរួចមួយថ្ងៃដល់ព្រោះយើងគាត់ថានេះគ្នាច្រើនដែរគាត់ទៅមើលទៅពលជួនកាលទៅយើងមិនអាចបន្ទោសក្រុមការងារបានព្រោះគាត់មិនអាចចុះមើលសពទីតាំងទេខ្ញុំក៏អរគុណដែរដែលបានជួយតង់ជួយអីអញ្ចឹងព្រោះអីកូនទូចត្រូវការតង់ឥឡូវនៅខ្វះតង់បងយើងមួយទៀតអញ្ចឹងអត់មានតង់មួយទៀតអញ្ចឹងខ្ញុំក៏អរគុណគាត់ដែរដែលបានមកជួយជនភេសសឹកឡើងនឹងទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែលើកមករៀបរាប់ជូនពរគាត់ឲ្យសុខសប្បាយទាំងអស់គ្នាតែប៉ុណ្្នឹងទេខ្ញុំការពោះកិច្ចព្រមព្រៀងនេះខ្ញុំចង់ឲ្យក៏បានព្រមព្រៀងសន្តិភាពទៅយើងក៏វាល្អដែរណានៅម៉ាឡេស៊ីហ្នឹងយើងចង់ឲ្យបានថាធ្វើម៉េចកិច្ចព្រមព្រៀងឲ្យបានលលូនទៅយើងក៏អដែរកុំឲ្យវាមានសង្គ្រាមណាអូនហ្នឹងហើយយើងពិបាកជាពលរដ្ឋចឹងក៏ភៀសទឹកពេញវត្តដល់ពេលមកគ្រូហ្នឹងអើរត់ចុះលើគេមកនាំកូនរត់ស្វាមរកកូនវានៅទូពេកកូនចៅទូចឹងយើងព្រួយបារម្ភបើយើងម៉ែឪម្នាក់ឯងអីវាអត់សូវអីទេតែយើងអាណិតក្មេងប៉ុណ្ណឹងពេលយើងរត់គេចពីនេះមកពីនោះមកគ្នាអត់បានរៀនបានសូអត់ពេលដែលមានរឿងហ្នឹងខ្ញុំដឹងខ្លួនមកលើសូថាទូអាវុធហើយជាម៉ោង2បាទម៉ោង2ហើយក៏ងើបមករៀបចំអីវ៉ាន់មកអត់បានយកអីទេមកខោអាវអ្នកមកកាផ្លេមកជាប់ខ្លួនខ្ញុំអត់គិតថាខាងយើងបកព្រោះអីធម្មតាខ្មែរយើងមិនទម្លាប់ធ្វើអញ្ចឹងទេមិនទៅបករឿងគេមុនទេខ្មែរយើងម៉ែយើងគឺអ្នកឆ្លោតត្រង់មិនបង្ករឿងគេទេមានតែគេទេធ្វើយើងមុនហើយយើងក៏វាអត់ធ្មត់ដែរតែត្រង់អត់បាស់មានតែការពារខ្លួនអត់ធ្មត់ពេកហីបងប្អូនហ្នឹងដែលគាត់មកថាឲ្យធ្វើម្ហូបហ្នឹងពួកគាត់មកសួរថាត្រូវមានជនជាតិអត់អីចឹងគាត់ជនជាតិគាត់ស្នើតាមម្ហូបជនជាតិហ្នឹងឲ្យខាងចុងភៅជនជាតិដាំបាយឲ្យសម្រាប់ជនជាតិហើយក៏ធ្វើម្ហូបហ្នឹងម្ហូបនេះគឺសម្រាប់ជនជាតិដែលនេះស្នើមកអានគេមកឲ្យធ្វើហ្នឹងហើយធ្វើដាច់ឡែកផ្សេងបានធូរឆ្ងាយហើយដោយសារគេខាងនោះមានបាយមានទឹកឲ្យយើងណាមួយគ្មានលុយគ្មានអីហងទឹកមកបានតែមួយអាទិត្យមកដល់ថ្ងៃនេះគេថាធូរស្រាលច្រើនហើយសម្រាប់បងប្អូនយើងអ្នកភេសសឹកបានមកដល់នេះណាសារអាជ្ញាធរយើងបានរៀបចំឲ្យមានបាយមានទឹក
នឹងសម្ភារៈប្រើប្រាស់បានច្រើនហ្មង គេមានតភ្លើងតអីយើងប្រើប្រាស់ គាត់ដុតដៃដុតជើងណា យកម៉ោង9ម៉ោង10អីក៏គាត់នៅដែរ បាទគឺថាគាត់ដាច់បាយដាច់ទឹកដែរហ្នឹងពួកគាត់ហ្នឹងខំប្រឹងរៀបចំឲ្យបងប្អូនយើងបានប្រាក់បានអីស្រួលអញ្ចឹងណាយល់ឃើញថានំយើងពិតជាខំដើម្បីឲ្យប្រជាជនក៏ដូចជាបងប្អូនយើងទាំងអស់គ្នាមានសន្តិភាពឃើញថាពួកគាត់បានខិតខំយកចិត្តទុកដាក់បំផុតហើយធ្វើម៉េចឲ្យគេនៅតែបន្តរៀនទានមកយើងអញ្ចឹងសូមឲ្យពួកយើងមានសន្តិភាពវិញដើម្បីបន្តធ្វើការងារទទួលទានជុំគ្នាអញ្ចឹងណាបងកុំឲ្យនៅប្រត់ប្រាស់គ្នាមួយនៅឯនេះពុកម៉ែបងប្អូននៅឯណោះអញ្ចឹងណាសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំព្យាយាម តែក៏គេបងក៏ចូលទៅខេត្តកពតបាត់អីហ្នឹងហើយណាមួយយើងអត់មានទូរស័ព្ទមានអីចឹងណាបាទបើប្តីខ្ញុំគាត់ឈឺនោះគាត់ដេកនៅកន្លែងតង់ណាបងខ្ញុំចង់ឲ្យអញ្ចឹងដែរខ្ញុំចង់ឲ្យធូរស្រាលដែរអាសាអីព្រោះយើងរហងៃខ្វះខាតហើយណាមួយយើងមិនឲ្យចេះក៏វាពិបាកដែរបងអើយកូនទូចមួយថ្ងៃដឹងហើយមនុស្សយើងក្មេងតែវាប្លែកកន្លែងវាតែងតែយំហើយស្រែកវាមិនដូចផ្ទះយើងទេបងទូចធំក៏ផ្ទះយើងដែរបង កូនពើខ្ញុំមកទៅជាមួយឡានប្អូនតែមកហើយមិនបានត្រៀមលុយត្រៀមតុកអត់មានលុយត្រៀមតែយើងធ្វើការអញ្ចឹងមានលុយណាត្រៀមពេលខ្ញុំមកដំបងអញ្ចឹងដេកហាលសើមហាលុយអញ្ចឹងក៏ដើរមើលអញ្ចឹងសួរនាំថាបងអើយណាសម្រាប់មកយប់សិនទៅចាំស្អែកហ្នឹងខាងខ្ញុំហ្នឹងចាប់ផ្ដើមធ្វើគេធ្វើរោងធ្វើអីឲ្យអញ្ចឹងណាគាត់យកចិត្តទុកដាក់ អស់គាត់ដើរមើលយំក៏អត់បានដេកទេគាត់ដើរមើលជាពលរដ្ឋចឹងគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ហើយយើងមកផាត់ភេញហ្នឹងគាត់ថាជួយមិនទាន់ទេតើណាបានពីសិនហើយបាទតើស្អែកយកខែស្អែកគាត់ជួយ ច្បាយខែហ្នឹងក៏គាត់មកមើល2ដងដែរ ទី1អស់កម្លាំងបលមុខដាស់សាយដោយសារអីគាត់អត់បានសម្រាកគាត់រត់មកពីភៀសខ្លួនមកពីខេត្តទាំងយប់ចឹងណាចឹងទៅធ្វើឲ្យទីមួយអារម្មណ៍គាត់នៅផិតភ័យហើយគាត់ជិះកាត់សើមកាត់អីមកទាំងយប់បានងុយអត់អីចឹងទៅធ្វើឲ្យគាត់នឹងមានបញ្ហាបើសិនជាករណីគាត់មានជំងឺប្រចាំខ្លួនអញ្ចឹងយើងនៅទីនេះយើងបើកថ្នាំតែសង្គ្រោះបឋមទេដូចជាមានឈឺក្បាលផ្ដាសាយចុកពោះរីអីតិចតួចឯនឹងយើងអាចធ្វើបានប៉ុន្តែបើសិនតែលើសហ្នឹងយើងបញ្ជូនទៅខាងមណ្ឌលសុខភាពវិញនៅនោះមានពេទ្យធំប្រចាំការហ្នឹងហើយបើសិនជានៅនឹងគាត់ធ្ងន់ជាងនឹងទៀតយើងបញ្ជូនឡើងទៅខាងសែនបាល់វិញ ក្នុងមួយថ្ងៃជាចំនួនបាននៅខាងនោះទុំជា3-400ដែរគាត់មកយកថ្នាំតែតេតងតែភាគច្រើនគាត់ឈឺក្បាលសម្រាប់អត់សូវលក់ដោយសារគាត់ច្រើនគាត់ភ័យខ្លាចអីអញ្ចឹងទៅធ្វើឲ្យគាត់ឈឺក្បាលឈឺអីអញ្ចឹងណា មានអ្នកខ្លះគាត់កូនឈឺកូនទូចហើយអ្នកខ្លះឈឺចំពេលដែលគាត់ភាសសឹកឬអ្នកខ្លះសម្រាប់កូននៅមណ្ឌលចំពេលភាសសឹកក៏មានដែរអញ្ចឹងទៅយើងត្រូវការព្យាបាលហើយការត្រួតពិនិត្យពីគ្រូពេទ្យជាដើមគាត់ធ្លាប់និយាយប្រាប់ខ្ញុំថាសង្គ្រាមគឺវាលំបាកប៉ុន្តែសម្រាប់យើងជំនាន់ក្រោយៗយើងអត់ដែលទទួលស្គាល់ថាសង្គ្រាមគឺជាអ្វីតែមកដល់ពេលនេះខ្ញុំយល់ថាសង្គ្រាមគឺជាអ្វីសង្គ្រាមគឺជាផលវិបាកសម្រាប់ប្រជាជនទាំងអស់នៅក្នុងពិភពលោកមិនថានៅកន្លែងណាទីណាក៏ដោយអត់តែមានសង្គ្រាមកន្លែងនោះគ្មានសេចក្តីសុខទេសង្គ្រាមគឺផ្ដល់នៅផលវិបាកសម្រាប់ប្រជាជនទូទៅអ្នកភាគសឹកមកទាំងអស់ចឹងចឹងគាត់បាត់បង់ទាំងទីចម្រោបាត់បង់តែឪពុកម្ដាយមិននៅថាបងប្អូនគាត់រត់ទៅដល់ណាដល់កន្លែងណាគាត់បារម្ភពីគ្រប់គ្នាទាំងអស់សមាជិកគ្រួសាររបស់គាត់ទាំងអស់សម្រាប់អារម្មណ៍ខ្ញុំដែលខ្ញុំទទួលស្គាល់បែបនេះគឺអាណិតដល់ពួកគាត់មិនដឹងថាគាត់បាត់បង់កូនរបស់គាត់ដែលធ្លាប់ទៅធ្វើទីគៀនចឹងទៅរងចាំទទួលដំណឹងពីកូនមិនដឹងថាកូនសុខទុក្ខយ៉ាងណាហូបចុកបានគ្រប់គ្រាន់ដូចនៅផ្ទះយើងដែរឬអត់ចឹងថានៅសមរភូមិនៃការភិសិទ្ធគឺខុសគ្នាដាច់ chứ dương ở đâu thả sốc tông nhẹ xua để nào lục bạ tây Campuchia ខុសឆ្លងកាត់នៅសង្គ្រាមជាច្រើនទសវត្សរ៍មកហើយតែតជាមួយនឹងសង្គ្រាមប្រល័យពូជសាសន៍ដូច្នេះរាល់សកម្មភាពទាំងឡាយរាល់សកម្មភាពនៅតំបន់ទាំងឡាយរបស់កម្ពុជាត្រូវការសន្តិភាពកម្ពុជាខុសឆ្លងកាត់ជាមួយនឹងប្រល័យពូជសាសន៍កម្ពុជាខុសឆ្លងកាត់ជាមួយនឹងតតជាមួយអាណានិគមតតជាមួយនឹងការឈ្លានពានផ្សេងៗដូច្នេះកម្ពុជាមិនត្រូវការសង្គ្រាមទៀតឡើយកម្ពុជាត្រូវការសន្តិភាព ឥឡូវនេះកម្ពុជាកំពុងតែអភិវឌ្ឍខ្លួនកម្ពុជាកំពុងតែលូតលាស់ឬក៏អភិវឌ្ឍខ្លួនទៅមុខទៀតកម្ពុជាមិនត្រូវការសង្គ្រាមការប្រើអំពើហិង្សាឬក៏ការប្រើប្រាស់ជាមួយនឹងការបំពេញគ្នាទៅវិញទៅមកទេដូច្នេះខ្ញុំចង់ទៅកាន់ពិភពលោកថាកម្ពុជារាល់ថ្ងៃគឺខំដាក់ខាត់ខ្លួនឯងមែនតើខំព្យាយាមអភិវឌ្ឍប្រទេសជាតិខ្លួនឯងដើម្បីឲ្យមានការរីកចម្រើនឲ្យពិភពលោកបានឃើញថាកម្ពុជាគឺបានចាក់ចេញពីសង្គ្រាមរាប់រយសង្គ្រាមច្រើនទសវត្សរ៍មកហើយដើម្បីអភិវឌ្ឍខ្លួនដូច្នេះកម្ពុជាគ្មានហេតុផលអីដែលត្រូវការសង្គ្រាមទៀតទេព្រោះកម្ពុជាឆ្លងកាត់ច្រើនហើយ
ទាំងខាងភ្នំពេញទាំងខេត្តផ្សេងៗគឺគាត់មានសម្ភារៈយកអីមកជួយបានច្រើនហើយក៏សូមអរគុណគាត់ដែរដែលបានចូលរួមហើយក៏សូមអំពាវនាវបន្តទៀតដើម្បីឲ្យបងប្អូនយើងនៅកន្លែងទីទួលសុវត្ថិភាពនេះឲ្យបានមានសម្ភារៈគ្រប់គ្រាន់បាទ បាទខ្ញុំសូមសំណូមពរទៅដល់ថ្នាក់ដឹកនាំទាំងអស់ទាំងអង្គការសហប្រជាជាតិសូមឲ្យលោកជួយឲ្យឆាប់ចប់ឆាប់អីចប់ទៅគ្រាមចប់អីថ្ងៃបានទៅវិលទៅរកធ្វើការងារវិញបាទខ្ញុំអរគុណដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្ដេចតេជោសម្ដេចថាបតីអញ្ចឹងខ្ញុំសូមអរគុណដល់គាត់ឲ្យមានអាយុយឺនយូរដឹកនាំប្រទេសបានយូរទៀតបាទហើយកងពិសេសកងទ័ពយើងសួរមុខហ្នឹងណាឲ្យបានសុខសប្បាយហ្នឹងតតាំងជាមួយសត្រូវឲ្យវាឲ្យយើងឈ្នះ សម្រាប់ខ្ញុំចង់ផ្ញើសារថាប្រទេសកម្ពុជាសូមតែសន្តិភាពមួយគត់សម្រាប់ប្រទេសមួយខ្ញុំទោះបីតែពួកខ្ញុំមិនសូវជាជឿនលឿនដោយប្រទេសជិតខាងក៏ពិតមែនក៏ប៉ុន្តែពួកខ្ញុំមិនដែលទៅឈ្លានពានទឹកដីរបស់អ្នកណាទេប្រទេសកម្ពុជាសូមតែសន្តិភាពមួយគត់សម្រាប់ឲ្យប្រជាជនរស់នៅហើយប្រទេសកម្ពុជាក៏មិនដែលទៅបៀតបៀនអ្នកណាចង់បានទឹកដីអ្នកណាទេចឹងហើយខ្ញុំចង់សូមថាសូមឲ្យកម្ពុជាបានតែសន្តិភាពជៀសផុតពីសង្គ្រាមទាំងអស់ ក៏សូមអរគុណរំលាយដៃ10សូមអរគុណក្រាំងវាថាអរគុណក្រៃលែងមែនតើចំពោះថ្នាក់ដឹកនាំរបស់យើងនេះហើយក៏ខ្ញុំអរគុណទៅដល់សម្ដេចថ្នាក់ដឹកនាំរបស់យើងដែរគឺបវរសម្ដេចហ៊ុនម៉ាណែតដែលខំខ្នះខ្នែងចាក់ចេញពីប្រទេសឬក៏ទៅស្វែងរកនៅសន្តិភាពឬក៏ទៅប្រជុំកិច្ចព្រមព្រៀងបាត់ច្បាញ់នៅប្រទេសម៉ាឡេស៊ីហើយគាត់ខិតខំនិយាយថាខ្ញុំក្រាបពីថាអរគុណច្រើនមែនតើរាល់ការដឹកនាំដ៏ល្អហើយខ្ញុំក៏ជាអរគុណនៅទឹកចិត្តឬក៏ការដឹកនាំរបស់គាត់នោះគឺអត់និយាយអីក្រាបពីអរគុណសន្តិភាពបង